រឿងជីវិតរបស់លោក Thomas Chalmers Thomas និងបងប្រុសរបស់គាត់ឈ្មោះ William បានឈរនៅលើឆ្នេរសមុទ្រមើលបរិសុទ្ធ6នាក់ចែលទូកនេសាទចេញពីកំពង់ផែ Anstruther ពីភាគខាងជើងនៃឆ្នេរសមុទ្រទៅភាគខាងកើតនៃប្រទេស Scotland William បាននិយាយថាចោលបកមកហើយវានឹងមានសុវត្ថិភាពជាងចិត្តឆ្នេរ Thomas បានតបយើងនឹងត្រូវទៅកន្លែងណាដែលមានត្រីសប្តាហ៍ថ្ងៃនេះមិនសូវមានត្រីច្រើនដែលចាប់បានទេមនុស្សត្រូវតែព្យាយាមក្នុងការចាប់ត្រីយ៉ាងខ្លាំងបងប្រុសរបស់គាត់បានសួរហើយអ្វីបានឯងគិតបែបនេះ Thomas បានពន្យល់ខ្ញុំឮឪពុកប្រាប់ដល់ចាស់ទុំនៅព្រះវិហារកាលពីថ្ងៃអាទិត្យថាបើពួកគេបរាជ័យក្នុងការនេសាទត្រីនឹងមានក្មេងមួយចំនួននៅ Anstruther ដែលនឹងឃ្លាន William បាននិយាយថាយើងសំណាងហើយដែលយើងមិននៅក្នុងចំណោមកុមារដែលអត់ឃ្លាននៅពេលយើងត្រឡប់មកផ្ទះវិញនឹងមានអាហារជាច្រើននៅលើតុប៉ុន្តែបើយើងមិនប្រញាប់ទៅទេប្រហែលជាអស់អាហារពីលើតុហើយពួកគេក៏ដាក់ដៃចូលទៅក្នុងហោប៉ៅហើយធ្វើដំណើរទៅផ្ទះអូស្រាប់សម្លេងទាំងនោះមើល William សើចនៅពេលពួកគេបានទៅដល់ផ្ទះ Thomas បានងក់ក្បាលនោះហើយជាមូលហេតុដែលខ្ញុំចូលចិត្តឆ្នេរសមុទ្រវាជាកន្លែងតែមួយគត់ដែលស្ងប់ស្ងាត់ហើយខ្ញុំអាចគិតបានដោយគ្មានការរំខានបងប្រុសរបស់គាត់បានសួរដោយលេងសើចតើឯងរំពឹងអ្វីនៅខាងក្នុងផ្ទះដែលមានបងប្អូនប្រុសស្រីច្រើននោះ Thomas បានញញឹមហើយឆ្លើយថាបងស្រីនិងបងប្រុសទាំង5នាក់របស់ខ្ញុំសុខសប្បាយ William ដែលមានអាយុចាស់ជាង Thomas ត្រឹម1ឆ្នាំបានញញឹមហើយនិយាយថាឯងមិនគួររំពឹងច្រើននោះទេកុមារដែលបញ្ចេញសម្លេងខ្លាំងៗនោះស្ទើរតែជាបងប្អូនបង្កើតខ្ញុំដឹងថាបងចង់មានន័យយ៉ាងណាពួកយើងមានបងប្អូន13នាក់រួចហើយម្ដាយកំពុងតែមានកូនមួយទៀតខ្ញុំចង់ដឹងថាតើយើងនឹងមានបងប្អូនប៉ុន្មាននាក់ទៀត Thomas បាននិយាយថាខ្ញុំសង្ឃឹមថាវានឹងឈប់ឥឡូវនេះគ្មានកន្លែងណានៅក្នុងផ្ទះដើម្បីសិក្សាទេ William ញញឹមហើយសួរថាតើវារំខានឯងតាំងពីពេលណាមក Thomas ញញឹមតបវិញហើយរុញទ្វារបើកដោយស្រែកឡើងពីលើសំឡេងរបស់ក្មេងៗថាម៉ាក់កូនមកដល់ផ្ទះហើយតើដល់ម៉ោងហូបទឹកតែហើយឬនៅពេលឪពុករបស់ Chalmers បានអធិស្ឋានទទួលទានអាហារនោះនៅលើតុមាននំប៉័ងនិងនំអូតឈីរឹងនិងទុនបើមួយដុំធំដំណោបបៀកនំប៉័ងមួយចាននិងទឹកដោះគោមួយថូដែលគ្របដណ្ដប់ដោយពពុះជាច្រើនបន្ទាប់ពីពេលគ្រួសារ Chalmers បានហូបចប់ហើយនៅលើតុសល់តែនំប៉័ងពីរប៉ុណ្ណោះតើរាល់ថ្ងៃនេះពិបាកក្នុងការចាប់ត្រីណាស់មែនទេប៉ា William បានសួរឪពុករបស់គាត់មុនពេលក្រោកពីតុត្រូវហើយវាមិនមែនជាដំណឹងល្អសម្រាប់អ្នកនេសាទទេមានកុមារជាច្រើននឹងចូលគេងដោយមិនបានបរិភោគអាហារនៅពេលយប់ប៉ាសង្ឃឹមថាកូនទាំងអស់គ្នាអរគុណព្រះជាម្ចាស់សម្រាប់អាហារដែលយើងបានបរិភោគមិនមែនគ្រួសារទាំងអស់ដែលអាចបរិភោគបានដូចយើងទេតើយើងអាចក្របានទេប៉ាកូនស្រីតូចម្នាក់បានសួរលោក Chalmers មើលកូនស្រីរបស់គាត់ដោយញញឹមយ៉ាងទន់ភ្លន់ហើយបានពន្យល់យើងមានពរហើយដែលមានប្រាក់សន្សំនៅក្នុងធនាគារអ្នកក្រីក្រមានប្រាក់តែនៅក្នុងហោប៉ៅរបស់គេតើមានអ្វីដែលយើងអាចធ្វើបានដើម្បីជួយពួកគេទេ Thomas បានសួរឪពុករបស់គាត់ឆ្លើយប៉ានិងម៉ាក់កំពុងតែធ្វើអ្វីដែលយើងអាចធ្វើបានប៉ាសង្ឃឹមថានៅពេលដែលកូនធំឡើងកូនទាំងអស់នឹងធ្វើដូចគ្នា Thomas បានយកពាក្យរបស់ឪពុកគាត់ដាក់ក្នុងចិត្តបន្ទាប់មកគាត់បានរើបាល់មួយហើយសូមឲ្យបងប្អូនរបស់គាត់លេងជាមួយនឹងគាត់លោកស្រី Chalmers បានមកកូនប្រុសរបស់គាត់ពីបង្អួចនាងចូលចិត្តពេលល្ងាចនៅពេលដែលគ្រួសារទាំងមូលនៅជាមួយគ្នាពេលខ្លះនាងថែមទាំងចូលចិត្តមើលកូនដេញបាល់ទៀតផងប្រពន្ធរបស់លោក Chalmers គិតថាវាចម្លែកណាស់ Thomas គឺជាកូនកណ្ដាលប៉ុន្តែគាត់ធ្វើជាអ្នកដឹកនាំសូម្បីតែឥឡូវនេះគាត់កំពុងសម្រេចចិត្តថាអ្នកណាគួររត់តាមបាល់នៅពេលដែលវាហោះចេញ
គាត់មិនទាន់ចេះគ្រប់គ្រងអ្វីនៅឡើយទេប៉ុន្តែគាត់ពូកែមែនទែនក្បាលរបស់កូននោះប្រកាសជាមានខួរក្បាលដ៏អស្ចារ្យហើយខ្ញុំស្រឡាញ់ស្នាមញញឹមរបស់គាត់ជាទីបំផុត នៅពេលគិតបែបនេះនាងក៏បានញញឹម ថូម៉ាស់ជាកូនដែលលេងសើចសប្បាយរត់លេងកីឡាល្អហើយឆ្លាតជាងកុមារដទៃទៀតនៅក្នុងទីក្រុងប៉ុន្តែអ្វីដែលពិសេសជាងគេគាត់មានអាកប្បកិរិយាល្អហើយចេះរាក់ទាក់ជាមួយក្មេងដទៃទៀត លោក Chalmer បានសួរប្រពន្ធគាត់ថា តើអូនកំពុងគិតអ្វី ឃើញស្នាមញញឹមនៅលើមុខប្រពន្ធរបស់គាត់នៅពេលប្រពន្ធរបស់គាត់ប្រាប់ពីគំនិតរបស់នាងគាត់ងក់ក្បាល ប៉ុន្តែគេត្រូវតែគិតនិងរៀនពីរបៀបដែលពិភពលោកដំណើរការបងគាត់ថាវាជាការល្អបើបញ្ជូនថូម៉ាស់ទៅសាកលវិទ្យាល័យជាមួយនឹងវីលៀម ពាក្យរបស់លោក Chalmer បានធ្វើឲ្យប្រពន្ធរបស់គាត់ភ្ញាក់ផ្អើលស្នាមញញឹមនៅលើមុខលោកស្រី Chalmer បានបាត់ភ្លាមនាងនិយាយថា ប៉ុន្តែថូម៉ាស់អាយុមិនទាន់ដល់12ឆ្នាំផងហ្នឹង ស្វាមីនាងបានតបថា ប៉ុន្តែវីលៀមមានអាយុចាស់ជាងថូម៉ាស់ត្រឹម10ខែប៉ុណ្ណោះបើកូនប្រុសទាំងពីរទៅសាលាជាមួយគ្នាថូម៉ាស់នឹងសម្របខ្លួននឹងរៀនបានល្អគ្រូរបស់ថូម៉ាស់ក៏បាននិយាយដែរថាគាត់នឹងរៀនបានល្អ ប៉ុន្មានខែក្រោយមកនៅរដូវស្លឹកឈើជ្រុះឆ្នាំ 1792 William និង Thomas បានចាប់ផ្ដើមការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យក ុំភ្លេចសរសេរសម្បត្តិមកផង ម្ដាយរបស់ពួកគេបាននិយាយនៅពេលនាងបញ្ជូនពួកគេទៅ William មានអាយុ13ឆ្នាំហើយប្អូនរបស់គាត់មានអាយុ11ឆ្នាំនៅពេល Thomas ត្រឡប់មកដល់ផ្ទះវិញជាលើកដំបូងសម្រាប់ថ្ងៃឈប់សម្រាកឪពុករបស់គាត់ចង់ដឹងពីអ្វីដែលគាត់បានរៀននៅសាកលវិទ្យាល័យ Thomas បាននិយាយអំពីគណិតវិទ្យាដែលគាត់ស្រឡាញ់ប៉ុន្តែគាត់មិនបានរៀបរាប់ថាចំណាប់អារម្មណ៍ចម្បងរបស់គាត់គឺនៅតែជាកីឡាដូចជាបាល់ទាត់និងបាល់ទះដែលធ្វើឲ្យគាត់ល្បីល្បាញដោយសារជំនាញរបស់គាត់ប៉ុន្តែ Thomas មានអារម្មណ៍ថានោះមិនមែនជាអ្វីដែលឪពុកគាត់ចង់ឮទេពេលគាត់សម្រាកនៅផ្ទះមានអ្នកនេសាទក្នុងតំបន់ម្នាក់បានសួរ Thomas ថា តើអ្នកចង់ធ្វើអ្វីបន្ទាប់ពីអ្នកបានបញ្ចប់ការសិក្សា Thomas បានឆ្លើយថាខ្ញុំចង់ធ្វើជាគ្រូកង្វៀលខ្ញុំមិនដែលគិតថាខ្ញុំចង់ធ្វើអ្វីផ្សេងទេអ្នកនេសាទបានសួរថា ប្រហែលជាអ្នកមិនមានឱកាសរៀនអ្វីផ្សេងទៀតដែលអ្នកចាប់អារម្មណ៍ Thomas ឆ្លើយតបថាខ្ញុំកំពុងតែរៀនគណិតវិទ្យាខ្ញុំពិតជាស្រឡាញ់គណិតវិទ្យាប៉ុន្តែខ្ញុំនៅតែអាចរៀនវាបានទោះបីជាខ្ញុំខ្លាចជាគ្រូកង្វៀលក៏ដោយពេលមើល Thomas ដើរតាមមាត់ឆ្នេរអ្នកនេសាទដែលធ្លាប់ជាអ្នកចាស់ទុំក្នុងព្រះវិហារក៏គិតថា ឪពុកម្ដាយរបស់គាត់ជាគ្រីស្ទានដ៏ស្មោះត្រង់ទោះបីជាគាត់និយាយថាគាត់ចង់ធ្វើជាគ្រូកង្វៀលក៏ដោយ Thomas ហាក់ដូចជាមិនសូវស្គាល់ព្រះយេស៊ូវទេ Thomas បានចាប់ផ្ដើមសិក្សាទ្រឹស្ដីនៅពេលគាត់មានអាយុ15ឆ្នាំហើយនៅឆ្នាំ 1803 គាត់បានក្លាយជាគ្រូកង្វៀលនៅព្រះវិហារមួយក្នុងស្រុកកំណើតរបស់គាត់ដោយដែលគាត់បានស្រមៃកាលពេលគាត់នៅក្មេងគាត់បានបង្រៀនគណិតវិទ្យានៅសាកលវិទ្យាល័យរបស់គាត់ប៉ុន្តែពី3ឆ្នាំក្រោយនៅពេលដែលបងប្រុសនិងបងស្រីទាំងពីររបស់គាត់បានស្លាប់ Thomas បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនខែព្រឹត្តិការណ៍ទាំងនេះបានធ្វើឲ្យគាត់គិតឡើងវិញនៅជីវិតរបស់គាត់នៅពេលដែលសុខភាពរបស់គាត់បានធូរស្បើយគាត់បានដឹងថាអត្ថិភាពនៃជីវិតរបស់គាត់គឺខុសទាំងស្រុង Thomas បានសរសេរសម្បត្តិមួយទៅកាន់មិត្តភក្តិគាត់ថាខ្ញុំបានសម្រេចចិត្តប្រតិកុសលនឹងពេលវេលាទាំងអស់របស់ខ្ញុំដើម្បីការពារនិងធ្វើជាសាក្សីចំពោះដំណឹងល្អនៃព្រះហើយនោះជាអ្វីដែលគាត់បានធ្វើនៅឆ្នាំ 1815 Thomas និងប្រពន្ធរបស់គាត់ឈ្មោះ Grace បានចាក់ចេញពីស្រុកកំណើតដើម្បីធ្វើជាគ្រូកង្វៀលនៅព្រះវិហារនៅទីក្រុងធំមួយនៅ Glasgow Thomas ប្រកាសថា យើងត្រូវជួយកុមារដែលរស់នៅជុំវិញព្រះវិហារមានកុមារជាច្រើនដែលមិនទាន់ស្គាល់អំពីព្រះយេស៊ូវទេដូច្នេះយើងត្រូវទៅជួបពួកគេនៅតំបន់នោះដែលមានក្មេងចំនួនជាង 11000 នាក់ ចាស់ទុំនៅព្រះវិហារភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែនៅទីបំផុតក៏បានយល់ព្រមចំពោះយោបល់នេះ Thomas និយាយ យើងត្រូវចាប់ផ្ដើមជាមួយការងារដែលសំខាន់បំផុតជាមុន
តើយើងអាចនិយាយជាមួយកុមារដោយរបៀបណា បន្ទាប់ពីពិភាក្សានិងអធិស្ឋានជាមួយគ្នាហើយពួកគេបានសម្រេចចិត្តបង្កើតថ្នាក់ថ្ងៃអាទិត្យសម្រាប់កុមារចំនួន13នាក់បានចូលរៀននៅថ្ងៃដំបូងរយៈពេល2ឆ្នាំក្រោយមកមានចំនួនកុមារបានកើនឡើងទៅដល់1200នាក់ថ្ងៃអាទិត្យមួយថូម៉ាស់បានត្រឡប់មកពីបង្រៀនវិញក៏អង្គុយលើជណ្ដើរហើយគាត់បានគិតថា វាជារឿងចម្លែកមួយខ្ញុំចាំបានថាខ្ញុំធ្លាប់និយាយជាមួយនឹង William នៅពេលខ្ញុំតែក្មេងគឺប្រាថ្នាឲ្យឪពុកម្ដាយរបស់យើងជួបមានអូនតូចៗបន្ថែមទៀតទៅពីព្រោះពេលនោះយើងមានបងប្អូនទៅដល់13នាក់អនៅពេលយើងចាប់ផ្ដើមបើកថ្នាក់រៀននៅទីនេះមានកុមារត្រឹមតែ13នាក់ទេខ្ញុំគិតថាវាជាក្រុមតូចមួយប៉ុណ្ណោះប៉ុន្តែឥឡូវនេះវាបានក្លាយជាក្រុមដ៏ធំមួយដែលមានកុមារចំនួន1200នាក់បានចូលរួមពីមុនខ្ញុំគិតថាកុមារចំនួន3នាក់គឺច្រើនណាស់ប៉ុន្តែការមើលឃើញរបស់ខ្ញុំវាបានផ្លាស់ប្ដូរហើយ ថូម៉ាស់បានសួរសមាជិកព្រះវិហារថា តើអ្នកដឹងទេថាកុមារជាច្រើនដែលបានចូលរួមសាលាថ្ងៃអាទិត្យនៅតែមិនអាចអានឬសរសេរបានទេ ចាស់ទុំក៏ងក់ក្បាលយ៉ាងខ្លាំង តើយើងអាចធ្វើអ្វីបាន នោះម្នាក់ក្នុងចំណោមពួកគេដែលក្លាហានបំផុតបានសួរដោយដឹងថាគ្រូគង្វាលរបស់ពួកគេតែរកវិធីដើម្បីធ្វើអ្វីមួយចាស់ទុំខ្លះបានឃើញនិមិត្តភ្លាមខណៈពេលដែលអ្នកផ្សេងទៀតចំណាយពេលយូរទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលដ៏ខ្លីសាលារៀនជាច្រើនត្រូវបានបង្កើតឡើងដោយបានអប់រំកុមារជិត700នាក់មិនយូរប៉ុន្មានមានចាស់ទុំនៃព្រះវិហារឆាល់មើលឆ្ងល់ថាតើផែនការបន្ទាប់របស់គាត់នឹងទៅជាយ៉ាងណាថូម៉ាស់បានប្រាប់សមាជិកក្រុមជំនុំក្នុងការប្រជុំព្រះវិហារថា យើងត្រូវពិភាក្សាបន្ថែមទៀតទៅនឹងការមើលថែដល់ជនក្រីក្រ មានម្នាក់ក្នុងចំណោមពួកគេបានគិតថា ទីក្រុងនេះសម្បូរទៅដោយអ្នកក្រតើយើងអាចជួយពួកគេទាំងអស់គ្នាដោយរបៀបណា ប៉ុន្តែគាត់បានស្ដាប់ថូម៉ាស់និយាយហើយចាប់ផ្ដើមយល់ពីផែនការរបស់គាត់ ឥឡូវនេះពួកជនក្រីក្របានទទួលប្រាក់ពន្ធដារពីរដ្ឋាភិបាលប៉ុន្តែបើអ្នកក្រឡេកមើលក្នុងព្រះគម្ពីរប្រាប់យើងថាប្រាក់សម្រាប់ជួយដល់ជនក្រីក្រគួរតែប្រមូលដាក់ក្នុងក្រុមជំនុំម្យ៉ាងទៀតអ្នកចំនួននៅក្នុងក្រុមជំនុំត្រូវប្រើប្រាស់ប្រាក់នោះដោយមានប្រាជ្ញាដើម្បីឲ្យប្រកាសថាអ្វីទៅជាតម្រូវត្រូវការរបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះទេអ្នកជំនួយក៏ត្រូវមើលថែសមាជិកក្រុមជំនុំនិងក្រុមគ្រួសាររបស់ពួកគេផងដែរហើយមិនគួរពឹងផ្អែកលើជំនួយពីខាងក្រៅឡើយ ចាស់ទុំម្នាក់បានសួរដោយនិយាយខ្លាំង ប៉ុន្តែក៏ជួយអ្នកក្រប្រកាសជាមិនមែនជាការងាររបស់ក្រុមជំនុំទេ ថូម៉ាស់បាននិយាយខ្លាំងវិញ ទេវាជាការងាររបស់ពួកជំនុំតើអ្នកមិនបានអានព្រះគម្ពីរទេឬអី ថូម៉ាស់ឆាល់មើមានការព្រួយបារម្ភជាខ្លាំងចំពោះជនក្រីក្រនិងអ្នកជំងឺដែលគាត់បានឃើញនៅតាមដងផ្លូវនៃទីក្រុង Glasgow គាត់បារម្ភពីកុមារដែលមិនចេះអានឬសរសេរនិងមនុស្សពេញវ័យដែលរកការងារធ្វើមិនបានគាត់នឹកឃើញទៅដល់ម្ដាយដែលត្រូវឃ្លានដើម្បីឲ្យនំប៉័ងទៅកាន់កូនរបស់ខ្លួនហើយគាត់ដឹងថាគ្រីស្ទានត្រូវធ្វើអ្វីមួយសម្រាប់ពួកគេចាប់តាំងពីពេលនោះមកថូម៉ាស់បានបន្តធ្វើការនោះដល់កុមារនិងមនុស្សពេញវ័យដែលស្រែកឃ្លានដោយសារភាពក្រីក្រនៅពេលដែលថូម៉ាស់បានសិក្សាស្វែងយល់ពីព្រះគម្ពីរហើយគាត់បានរកឃើញថាព្រះគម្ពីរជាអាទិភាពសម្រាប់ជីវិតរបស់គាត់ដែលត្រូវរស់នៅស្របតាមព្រះបន្ទូលព្រះបានទុកព្រះគម្ពីរសម្រាប់ប្អូនៗហើយទ្រង់មានបេសកកម្មមួយសម្រាប់ប្អូនៗផងដែរបេសកកម្មនោះគឺការជួយដោយក្តីស្រឡាញ់នៅពេលប្អូនៗអានព្រះគម្ពីរប្អូននឹងឃើញច្បាស់ថាប្អូនត្រូវបានត្រាស់ហៅឲ្យស្គាល់ព្រះហើយត្រូវបានអំពាវនាវឲ្យធ្វើជានាវាសម្រាប់បេសកកម្មរបស់ព្រះផងដែរនៅក្នុងខគម្ពីរយ៉ាកុបចំពុក1ខ27បានចែងថាអាសាសនាដែលបរិសុទ្ធហើយឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតានោះគឺឲ្យទៅសួរពួកកំព្រានិងពួកមេម៉ាយក្នុងការដែលគេមានសេចក្តីវេទនាហើយឲ្យរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីនេះឡើយគោលបំណងនៃជីវិតរបស់ប្អូនៗគឺធ្វើបេសកកម្មសម្រាប់ព្រះអង្គបេសកកម្មនេះគឺសម្រាប់អ្នកដែលជឿព្រះយេស៊ូវប៉ុន្តែវិធីជាក់លាក់នៃការជួយតាមព្រះគម្ពីរដែលស្របតាមបំណងព្រះハរតីព្រះសម្រាប់អ្នកជឿម្នាក់នោះគឺការជួយជនក្រីក្រដោយក្តីស្រឡាញ់
នៅពេលយើងជួយនរណាម្នាក់គឺត្រូវជួយដោយមានចិត្តដែលមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ការជួយដែលមានក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ពួកគេនឹងបានឃើញនគរព្រះបានគ្រប់គ្រងលើផែនដីដូច្នេះតើបងប្អូនអាចជួយអ្នកដទៃដែលក្តីស្រឡាញ់ក្នុងជីវិតដោយរបៀបណាអ្នកដែលក្រីក្រគឺជាអ្នកដែលខ្វះប្រាក់ចំណូលធនធានឬការទទួលបានតម្រូវការជាមូលដ្ឋានដូចជាអាហារចម្រោកការអប់រំនិងការថែទាំសុខភាពក្រុមមនុស្សដែលក្រីក្រមានដូចជាស្ត្រីមេម៉ាយក្មេងកំព្រាជនពិការចាស់ជរាឬក្រុមអ្នកដែលខ្វះទីជម្រកនៅតាមតំបន់ផ្សេងៗដែលពួកគេត្រូវបានបោះបង់និងមើលរំលងភាពក្រីក្របានកើតឡើងនៅពេលដែលមនុស្សដំបូងបានធ្លាក់ក្នុងអំពើបាបតែដោយសារក្តីស្រឡាញ់របស់ព្រះទ្រង់បានបំពេញមនុស្សគ្រប់គ្នាតាមរយៈព្រះរាជបុត្រាទ្រង់នៅក្នុងព្រះគម្ពីរបានប្រាប់ពីការយកចិត្តទុកដាក់របស់ព្រះយេស៊ូវចំពោះជនក្រីក្រអ្នកដែលខ្សោយមានជំងឺនិងអ្នកដែលត្រូវបានគេបោះបង់នៅក្រោមសង្គមមួយទ្រង់បានជួយពួកគេយ៉ាងសកម្មដោយក្តីសប្បុរសហើយអ្នកដែលត្រូវបន្តបេសកកម្មថែមទាំងជនក្រីក្រគឺជាអ្នកដែលព្រះបានត្រាស់ហៅឲ្យស្គាល់ព្រះហើយចែកចាយសេចក្តីមេត្តានិងសេចក្តីសប្បុរសរបស់ព្រះទៅកាន់មនុស្សដទៃទៀតការជួយអ្នកក្រីក្រគឺជាកាតព្វកិច្ចព្រះគម្ពីរដែលឆ្លុះបញ្ចាំងពីបេះដូងរបស់ព្រះសម្រាប់យុត្តិធម៌មេត្តានិងសប្បុរសអ្នកជឿត្រូវបានហៅឲ្យធ្វើត្រាប់តាមគំរូរបស់ព្រះគ្រីស្ទដោយស្វែងរកយ៉ាងសកម្មដើម្បីបំពេញតម្រូវការរបស់ជនក្រីក្របេសកកម្មរបស់ព្រះយេស៊ូវគឺផ្ដោតទៅលើជនក្រីក្រហើយទ្រង់បានណែនាំអ្នកដើរតាមរបស់ទ្រង់ឲ្យធ្វើដូចគ្នានៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ25ខ35ដល់40បានចែងថាព្រះយេស៊ូវកំណត់អត្តសញ្ញាណខ្លួនឯងជាមួយអ្នកក្រីក្រនិងខ្វះខាតទ្រង់មានបន្ទូលថាពីព្រោះយើងបានឃ្លានហើយអ្នករកគ្នាបានឲ្យបរិភោគយើងបានស្រែកហើយអ្នករកគ្នាបានឲ្យផឹកយើងជាអ្នកដតីហើយអ្នករកគ្នាបានទទួលយើងនៅអត្រាតហើយអ្នករកគ្នាបានស្លៀកពាក់ឲ្យយើងបានឈឺហើយអ្នករកគ្នាបានមកសួរយើងក៏ជាប់គុកហើយអ្នករកគ្នាបានមកឲ្យយើងនោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថាព្រះអង្គម្ចាស់អើយតើយើងខ្ញុំបានឃើញទ្រង់ស្រែកឃ្លានហើយបានថ្វាយទ្រង់សោយពីកាលណាតើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដតីហើយបានទទួលទ្រង់ពីកាលណាឬទ្រង់អត្រាតហើយបានបំពាក់ថ្វាយទ្រង់ពីកាលណាតើយើងខ្ញុំបានឃើញទ្រង់ឈឺឬជាប់គុកហើយបានមកឲ្យទ្រង់ពីកាលណានោះស្ដេចនឹងឆ្លើយទៅគេថាយើងប្រាប់អ្នករកគ្នាជាប្រកាសថាដែលអ្នករកគ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះនោះឈ្មោះថាបានធ្វើដោយយើងដែរមនុស្សសុចរិតត្រូវបានសរសើរចំពោះការបម្រើរបស់ពួកគេនេះបញ្ជាក់ថាទង្វើនៃសេចក្តីសប្បុរសចំពោះអ្នកក្រីក្រគឺជាទង្វើនៃការបម្រើដល់ព្រះគ្រីស្ទផ្ទាល់ខគម្ពីរនេះសង្កត់ធ្ងន់ថាជំនឿពិតប្រាកដត្រូវបានបង្ហាញដោយទង្វើជាក់ស្ដែងនៃសេចក្តីស្រឡាញ់និងការគាំទ្រសម្រាប់អ្នកដែលស្ថិតក្នុងភាពក្រីក្រដើម្បីឲ្យកាន់តែងាយស្រួលក្នុងការជួយអ្នកដទៃដោយក្តីស្រឡាញ់គឺបងប្អូនត្រូវការអានព្រះគម្ពីរនិងអធិស្ឋានទូលសូមព្រះឲ្យជួយដឹកនាំបងប្អូនក្នុងការជួយអ្នកដទៃដែលមានចិត្តសប្បុរសនិងក្តីស្រឡាញ់ដូចជាព្រះជាម្ចាស់ដូច្នេះសូមបងប្អូនយកព្រះគម្ពីរជាអាទិភាពទី1ក្នុងជីវិតរបស់បងប្អូនក្នុងការរស់នៅដើម្បីឲ្យបងប្អូនអាចរស់នៅកាន់តែស្គាល់ពីព្រះហើយអាចជួយអ្នកដទៃបានដោយក្តីស្រឡាញ់សូមបងប្អូនចងចាំថាការជួយអ្នកដទៃមិនមែនជាបន្ទុកមួយប៉ុន្តែជាឱកាសដ៏ស្រស់ស្អាតមួយដើម្បីចែករំលែកសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដូច្នេះសូមបងប្អូនខិតខំរៀនរាល់ថ្ងៃដើម្បីក្លាយជាគំរូនៃពន្លឺនិងសេចក្តីស្រឡាញ់នៅក្នុងជីវិតរបស់ជនក្រីក្របងប្អូនមានសមត្ថភាពបង្កើតការផ្លាស់ប្ដូរវិជ្ជមានហើយដែលមានការណែនាំពីព្រះបងប្អូនអាចនាំមកនូវក្តីសង្ឃឹមដល់មនុស្សជាច្រើនប្រសិនបើបងប្អូនមិនទាន់ខ្លាចជាកូនរបស់ព្រះអង្គនៅឡើយទេសូមចុចលើតំណងភ្ជាប់ក្នុងប្រអប់ពរនាហើយស្វែងយល់បន្ថែមប្រសិនបើបងប្អូនបានខ្លាចជាកូនរបស់ព្រះអង្គរួចហើយបងប្អូនអាចទូលសូមព្រះឲ្យទ្រង់បានដឹកនាំបងប្អូនឲ្យមានដួងចិត្តសប្បុរសក្នុងការជួយជនក្រីក្រនិងអ្នកដែលបងប្អូនជួយដោយក្តីស្រឡាញ់ផងដែរ